សូមចម្រើនពរបងប្រុសទាំងពីរពរថ្ងៃមុនបងបានបេះផ្កាឈូកបេះផ្លែឈូកដាក់បាតប្រសង់ណាប្រសង់ក៏បានសូត្រធម៌ជូនបុណ្យមកសាហើយតែថ្ងៃនេះអាត្មាចង់មកសម្ដែងកតញ្ញូនឹងថ្លែងអំណរអគុណហើយលើកទឹកចិត្តបងម្ដងទៀតណាបងដឹងទេថាការដាំឈូកនេះមិនមែនត្រឹមតែជាសេដ្ឋកិច្ចដ៏ល្អប្រសើរសម្រាប់ឧបត្ថម្ភគ្រួសាររបស់បងទៅប៉ុណ្ណោះទេវាថែមទាំងបានជួយលើកសម្រស់នៃភពផែនដីភូមិឋានរបស់យើងនឹងឲ្យស្រស់បំព្រងទៀតហើយជាបុណ្យកុសលមួយបងដែលធ្វើបុណ្យនឹងយ៉ាងប្រសើរព្រោះមនុស្សផងទាំងឡាយពេលដែលធ្វើដំណើរតាមផ្លូវនឹងឃើញការឈប់នឹងសบายរីករាយបាត់ទុកកង្វល់ហ្នឹងហើយអូមនុស្សយើងសពថ្ងៃនេះមាន stress មានទុកកង្វល់ច្រើនដែរហ្នឹងចាំបានបងណាតែអញ្ចឹងយើងមកឃើញទស្សនវិជ្ជាស្រស់បំព្រងស្អាតអញ្ចឹងទៅមានការឈប់រីកស្ងួតស្គាយមានទាំងពីផ្លែពីអីមើលទៅស្អាតអញ្ចឹងទៅពួកគាត់មានសេចក្តីសោមនស្សរីករាយបំបត្តិ stress បំបត្តិកង្វល់ណាអូនឹងហើយជាការធ្វើបុណ្យមួយដែរហើយប្រសិនបើមានអ្នកដតីវិជាកសិករបងប្អូនដតីដែលគេចង់ដាំហើយគេសុំប័ណ្ណពិសោធន៍ល្អដូចជាបងប្រុសអញ្ចឹងបងចែកលេខជឿទៅគេណាចែកតែលក់តកូនឲ្យទៀតអូលក់តកូនឲ្យទៀតអញ្ចឹងដើម្បីសម្រស់នៃភពផែនដីបំបត្តិទុកកង្វល់សេចក្តីលំបាកកាយលំបាកចិត្តរបស់យើងមានតែធ្វើរឿងល្អចឹងកាយនេះអាត្មានាំមកណានៅធីបមួយកញ្ចក់ជូនបងប្រុសណានេះថាវិការនេះមានសម្លៀកបំពាក់ខោអាវត្រីខទឹកដោះគោមីឲ្យគ្រប់សពទាំងអស់ណានេះសាធុនេះបច្ច័យនេះមីទឹកដោះគោស្ករសអីត្រីខឲ្យសម្លៀកបំពាក់ឲ្យគ្រប់សពទាំងអស់ណាហ្នឹងហើយជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អណាបើគុណអរគុណបាទសាធុឲ្យសូមបន្តការងារបរិស្ថានល្អប្រសើរថែមទៅទៀតណាខ្ញុំគណៈស្មារតីនឹងចម្រើនពរលាទៅជួបលោកអ៊ំប្រុសលោកអ៊ំស្រីនៅទីនេះដែលគាត់ដើររៀបចាយណាទាំងពីរអ្នកប្តីប្រពន្ធហ្នឹងណាដើររៀបចាយនេះក៏ជាការមួយជួយសម្អាតបរិស្ថានយើងដែរអរគុណណា